Bạn số đấyរីករាយដែលបានចូលមកកាន់គេហទំព័រ civilka.com ថ្ងៃហ្នឹងខ្ញុំជា admin ចង់បង្ហាញអំពីកម្មវិធី Microsoft Excel ដំបូងយើងត្រូវយល់អំពីអ្វីទៅហៅថា cell គឺជា cloud នេះឃើញ4ជ្រុងហ្នឹងគឺជា cloud ហ្នឹងយើងអាចវាយជាអក្សរអ្វីក៏បានថាខ្ញុំវាយអក្សរទៅកន្លែងនេះថា student 1 ពេល enter មកក្រមហើយអញ្ចឹងឬយើងវាយហើយយើងចុច click នៅកន្លែងហ្នឹងក៏បានដែរអញ្ចឹងstudent 2 student 3 អញ្ចឹងឧទាហរណ៍នេះជា text ជាអក្សរដែលខ្ញុំត្រូវវាយបញ្ចូលមិញអញ្ចឹងបើសិនបើយើងចង់កែអក្សរនឹងវិញឧទាហរណ៍ថាអក្សរនឹងខុសយើងគ្រាន់តែ click លើនឹង2ដងឬក៏យក mouse click មួយហើយកែកន្លែងនេះយើងអាចកែបានដូចគ្នាហើយមួយទៀតគឺខ្ញុំចង់ណែនាំអំពីនេះ A B C D ហ្នឹងគេហៅស្អីរហូតរាប់អស់ឯនៅតទៀតនៅតរហូតមកអញ្ចឹង A ហ្នឹងគឺជាជួរឈររបស់ Excel ឯងគេហៅថា column របស់ Excel អញ្ចឹងគឺនៅក្នុង Excel គឺយើងត្រូវយល់ច្បាស់អំពី column ហើយនឹងអានេះគេហៅថា row គឺជាជួរដេករបស់ Excel ដែល Excel ហ្នឹងបងលេខនិមិត្តសញ្ញាលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងសិតថាជួរដេកទាំងអស់ដែលខ្ញុំselectហ្នឹងវាជួរដេកទៅរហូតរាប់អត់អស់ហើយជួរឈរវាមករហូតវាមកក្រោមរហូតមកទៅពេលជួរដេកវានេះទៅមុខរហូតអញ្ចឹងកន្លែងយើងselect នឹង cell នេះគេហៅ cell អីគេអញ្ចឹងយើងត្រូវមើលនេះ B2 B3 សំដៅ B3 គឺមានន័យថាយើង select cell B3 ហ្នឹងគឺមានន័យថាប្រសពរវាងជួរឈរ B និងជួរដេកទី3អញ្ចឹង B3 រ៉ា C3 C3 ន័យថាជួរឈរ C លេខរៀងទី3ដូចគ្នាអញ្ចឹងវាមានអីបញ្ហាដែរយើងចង់ click កន្លែងណាក៏បានដែរចង់ click កន្លែងនេះមានន័យថាជួរឈរ B លេខរៀងទី8 row ទី8អូខេឥឡូវខ្ញុំកុំឲ្យខាតពេលខ្ញុំណែនាំប៉ុណ្ណឹងឥឡូវខ្ញុំណែនាំការប្រើរូបមន្តផលបូកមួយចុះបើថាសាសទី1មាន4នាក់សាសប្រភេទទី2មាន10នាក់សាសប្រភេទទី3មាន6នាក់អញ្ចឹងបូកមកច្បាស់ជាស្មើ20ឯងបើយើងបូកមកប៉ុន្តែបើសិនមកយើងសរសេរមកច្រើនមកក្រោមមកច្រើនមកអញ្ចឹងហើយយើងអាចបូកមកទៅលឿនជាងវាទេអញ្ចឹងយើងគ្រាន់តែប្រើរូបមន្តរាល់រូបមន្ត Excel ទាំងអស់គឺផ្ដើមដោយសញ្ញាស្មើហើយសរសេរ function របស់រូបមន្តនេះម្ដងអញ្ចឹងផលបូកគឺ30នៅក្នុង Excel គឺ30បើកវងកញ្ចក់ select វា select ទីតាំងដែលយើងចង់បូកមានន័យថានេះ B1 វាបូក B1 គឺជួរឈរ B លេខរៀងទី1 row លេខ1ហើយយើង select ចុះក្រោមមក click មកឲ្យជាប់ទាញចុះក្រោមត្រឹមអ្វីយើងចង់បូកមកហើយចង់បិទវងកញ្ចក់ក៏បានអត់ក៏បានដែរហើយខ្ញុំបិទឲ្យវាត្រូវមុនវាតែម្ដងហើយ enter ចុះវានឹងបូកឲ្យយើងតែម្ដងអូខេមេរៀនបន្ទាប់គឺខ្ញុំនឹងបង្រៀនគន្លឹះសំខាន់របស់ Excel បន្តទៀតពេលនេះយើងសូមប៉ុណ្្នឹងសិនសូមអរគុណ